ពលកម្មក្នុងស្រែមិនដែលហ៊ានកំណាញ់ពលកម្មទាំងនេះហើយជាឫសគល់នៃសន្តិភាពពលកម្មស្រូវអង្គផ្ដល់ជីវិតដល់យើងពលកម្មមេសកលរមែងកិត្តិយសថ្លៃពលកម្មបេះបោចមិនរអ៊ូពីក្តីនឿយហត់ពលកម្មលីសែងពីព្រឹកដល់ថ្ងៃរសៀលពលកម្មក្លុកភក់បង្ហាញពីភាពអំណត់ពលកម្មដូនតាគឺជារតនសម្បត្តិពិតអង្គនិងស្រូវគឺជាដងហើមខ្មែរដូនតាខ្មែរបន្សល់ទុកនៅគេដំណើរថ្លៃអង្គមួយគ្រាប់មានតម្លៃជាងពេជ្រនិលយើងរួមគ្នាថែរក្សាកុំឲ្យបាត់បង់ឡើយអង្គនិងស្រូវគឺជាមោទនភាពជាតិភ្នំពេញដល់សែននោះអស់ពោពេញទៅដោយអាគារមនុស្សមករមមាញឹកនឹងការងាររៀងខ្លួនតើយើងភ្លេចហើយឬនៅទីជនបត់ដាច់ស្រយាលមានញើសនឹងឈាមស្រក់ស្រដីគ្រប់ពេលក្មេងៗចំនួនក្រោយក៏មើលរំលងដីកំណើតយើងបើគ្មានស្រូវអង្គតើយើងរស់បានម្ដេចអង្គនិងស្រូវគឺជាដងហើមខ្មែរដូនតាខ្មែរបន្សល់ទុកនៅគេដំណើរថ្លៃអង្គមួយគ្រាប់មានតម្លៃជាងពេជ្រនិលយើងរួមគ្នាថែរក្សាកុំឲ្យបាត់បង់ឡើយអង្គនិងស្រូវគឺជាមោទនភាពជាតិស្រូវអង្គជីវិតដងហើមកុំភ្លេចឬស្គាល់